តើយើងបន្តអាមិញហ្នឹងធ្នឹមទទឹងអាមិញហ្នឹងធ្នឹមទទឹងមាន5អញ្ចឹងយើងមកធ្នឹមបដោយវិញធ្នឹមបដោយវាមានតែ2នេះបដោយហ្នឹងគឺបដោយពី A A2 B C និង D អញ្ចឹងបើយើងគិតពី A វាមាន5ប៉ុន្តែបើគិតពីប្រឡោះមានតែ4អញ្ចឹង1 2 3 4ប្រឡោះ4ប្រឡោះហ្នឹងប្រវែងសរុបវា14ម៉ែត្រអញ្ចឹងនៅក្នុងនេះហេតុអីក៏វាមាននៅលើផងមាននៅក្រោមផងដោយសារតែក្នុងកិច្ចការមួយសន្លឹកហ្នឹងយើងមិនអាចដាក់ឲ្យវារត់ពី A មកដល់ D តែម្ដងវាអត់អស់អញ្ចឹងហើយបានជាយើងកាត់នេះមានសញ្ញាកាប់ដាច់នេះអញ្ចឹងយើងអានប្លង់ខាងលើនេះម្ដង2ប្រឡោះណា2ប្រឡោះពី A មកដល់ B អានេះយើងតទៅពី B មកដល់ D អញ្ចឹង2ប្រឡោះលើ2ប្រឡោះក្រោមអញ្ចឹងយើងអានយ៉ាងម៉េចរបៀបអានដូចគ្នាណាដូចគ្នាស្តៀងនឹងអាធ្នឹមទទឹងមុននឹងដែរប៉ុន្តែវាមានលក្ខណៈខុសយ៉ាងម៉េចដែរខុសត្រង់ថាចេះអានេះយើងដោយសារតែវាជាធ្នឹមមួយផ្សេងថ្មីយើងឲ្យឈ្មោះវាដែកលេខ11ទៅតែម្ដងនេះដែកលេខ11ពុតមកទឹកកន្លះប្រវែងវារត់វែងទៅរហូត11ម៉ែត្រ8ទឹកកន្លះមានន័យថាពី10ម៉ែត្រយកមកកាច់តែមកទឹកកន្លះបន្តិចរត់បានណាពីដើមខាងលើ2T 14ណាពីដើមខាងលើហើយវាតកន្លែងណាវាតនៅហួរនេះទៀតអញ្ចឹងអានេះហួរ B ហើយហួរ B អញ្ចឹងយើងមើលនេះមកហួរ B អូប្រឡោះ BC ក៏អត់តន់តដែរមានន័យថាវាអត់តន់ផុត12ម៉ែត្រអញ្ចឹងវារត់មកដល់ចន្លោះនេះចន្លោះ C មក D ណាចន្លោះ C មក D នេះអញ្ចឹងអាពី10ម៉ែត្រនេះរត់ដល់នឹងបន្ទាប់មកទៀតអានេះអីគេអានេះសញ្ញាតទៀតយើងតមកទៀតមកដែកលេខ12តមកដល់នេះអញ្ចឹងបើយើងមើលនៅលើនេះមានន័យថាអាដែកលេខ11ហ្នឹងគឺវាចាប់ផ្ដើមពី A នេះមកដល់ម្ដុំកន្លែងនេះដល់ម្ដុំកន្លែងហ្នឹងយើងតទៀតមកដល់នេះណានេះតប្រវែងតវា6ទឹកអញ្ចឹងដូចគ្នាសម្រាប់ដែកខាងក្រោមសម្រាប់ដែកខាងក្រោមគឺវាដែកលេខ11និងដែកលេខ12ដូចគ្នាទេប៉ុន្តែគ្រាន់តែយើងដូរកន្លែងតវាមកខាងនេះវិញមានន័យថាយើងត្រឡប់យកអាខ្លីនេះយកអា12នេះយកអាខ្លីហ្នឹងអត់តចំកន្លែងមួយគ្នាទេយើងត្រឡប់អាខ្លីហ្នឹងដើមវិញណាដើមវិញចាប់ពី A វិញមកប្រវែងវាប្រហែលនេះ2850ហ្នឹងដល់ត្រឹមណាឈប់ត្រឹមហ្នឹងហើយយើងយកអាដែកលេខ11ហ្នឹងដែកលេខ11ហ្នឹងដែលមានប្រវែងសរុបរបស់វាហ្នឹងគឺ11ម៉ែត្រនេះ11ម៉ែត្រ8តកន្លះហ្នឹងយកវាមកតកន្លែងហ្នឹងវិញអញ្ចឹងសរុបទៅដែកខាងលើនិងដែកខាងក្រោមហ្នឹងមាន2ប្រភេទគឺដែកលេខ11និងដែកលេខ12ប៉ុន្តែការតរបស់វាខាងក្រោមគេឲ្យយើងតនៅក្បែរសសរចឹងហើយបានវាឃើញចឹងនេះ6ទឹកនេះឡែប600នឹងឡែបសម្រាប់អានេះដៃស៊ុបរបស់វាបាទចូលដល់ដៃស៊ុបរបស់វាដៃលេខ13ដៃលេខ13ហ្នឹងស្តៀងអាស៊ុបដែលយើងមើលតាមបន្ទឹងដែរវាខ្លីនេះប្រវែងវាប៉ុណ្ណឹងមកហើយកន្លែងនេះមានអ្វីមួយថ្មីដូចគ្នានេះថ្មីតាមថាដោយសារតែធ្នឹមទាំងអស់ហ្នឹងវាមាន4ប្រឡោះណា1 2 3 4តែយើងអានតែ2ប្រឡោះសិនកាលណាវាមានប្រឡោះខាងឆ្វេងប្រឡោះខាងស្ដាំអាដៃស៊ុបខាងលើកន្លែងនេះគេអត់បត់នេះគេអត់បត់អញ្ចេះទេមានន័យថាគេរត់ត្រង់ណាប្រវែងមកខាងនេះ7តកន្លះមកខាងនេះ7តកន្លះសរុបទៅ1ម៉ែត្រកន្លះឈ្មោះវាដៃលេខ14ដៃលេខ15ឈ្មោះវាដៃលេខ15ទៅពេលយើងទៅមើលកន្លែង B បាទប្រឡោះនេះមើលខាងក្រោមនឹងច្បាស់ជាងB ដូចគ្នាបាទ B វាមានប្រឡោះនៅខាងឆ្វេងវាមានប្រឡោះនៅខាងស្ដាំអញ្ចឹង1ម៉ែត្រ2ខាងឆ្វេងមក2ខាងស្ដាំចេញមក2ម៉ែត្រ4បាទ2ម៉ែត្រ4អញ្ចឹងតទៅដូចគ្នាទៅមើលដៃស៊ុបខាងក្រោមស៊ុបខាងក្រោមដោយសារតែប្រវែងវា2ម៉ែត្រ4ដូចគ្នាឈ្មោះវាដៃលេខ16ណាលេខ16ចុះខាងនេះឈ្មោះវាដៃលេខ16ដូចគ្នាដោយសារប្រវែងវា2ម៉ែត្រ4អញ្ចឹងស៊ុបខាងក្រោមបន្តទៀតដែកវាឈ្មោះលេខ17ដោយសារប្រវែងវា3ម៉ែត្រហើយទៅមើល section នេះដូចគ្នាណាដែកមេគឺពីដើមខាងលើ14លីពីដើមខាងក្រោម14លីស៊ុបនៅកន្លែងសសរស៊ុបមួយដើមនៅពាក់កណ្ដាលមានថានៅប្រឡោះល្វែងហើយយើងទៅមើលតារាងមកសន្លឹកទៀតតារាងរបស់វាអានេះរឿងច្រើនប្រភេទបន្តិចពីដៃលេខ11រហូតដល់ដៃលេខ18នេះដៃកងដូចគ្នាទេរបៀបហៅដៃកងគឺដូចគ្នាណា19កងមកតកន្លះទាំងអស់ណា19កងអានេះប៉ុន្មានអានេះ26កង
26 កងសរុបតែកងទាំងអស់វាមាន90កងអញ្ចឹងអារបៀបអស់ទាំងនេះគឺដូចអ្វីដែលយើងបានមើលនៅក្នុងវីដេអូមុនដូចគ្នារូបរាងដែកប្រវែងរបស់វាព័ត៌មានដូចគ្នាណាព័ត៌មានដូចគ្នាទាំងអស់សរុបទៅពីថ្នាំបដោយនឹងវាអស់ដែក254គីឡូ